អ្នកគ្រូញ៉ាំណាលោកគ្រូអ្នកគ្រូញ៉ាំវិញអ្នកគ្រូពួកឯងមានតែលោកក្តារគៀនណាត្រូវទុកអញអ្នកលោកវិញតាមួយនៅក្រោយហ្នឹងចង់លបឡើងលោកមកពួកនឹងអញលឺថាថ្នាក់យើងឥឡូវមានគ្រូថ្មីចូលមកបរៀនណាហើយមែនតើមែនឲ្យគ្រូប្រុសក៏គ្រូស្រីអញលឺពួកនឹងនិយាយថាគ្រូស្រីយើងអញសង្ស័យគ្រូស្រីហ្នឹងមកបរៀនថ្នាក់យើងដល់បរៀនទៅរួចហើយដោយសារឲ្យថ្នាក់យើងសពួកឆ្លើយឆ្លើយហ្នឹងមែនតាថ្នាក់យើងឆ្លើយឆ្លើយឲ្យខូចខូចទៀតហើយជំរឿគ្រូហ្នឹងតែមិននឹងអញធ្វើបាបមានឲ្យបរៀនកើតទៀតអូនគ្នាយើង4នាក់ហ្នឹងចាំកូនអ្នកគ្រូនឹងម្ដងមកអើយពួកឯងកុំអានិយាយចឹងមើលឯងចាំមើលគាត់មកសិនទៅដឹងគាត់កាយឬក៏ស្លូតផងមែនតានិយាយតាមក្អេងត្រូវហេថ្ងៃនេះមានដឹងល្អប្រាប់ពួកឯងដំណឹងល្អអីប្រាប់យើងមកអញលឺគ្រូយួននិយាយថាមានអ្នកគ្រូថ្មីមកបរៀនថ្នាក់យើងមិនខ្លាចតែអ្នកគ្រូថ្មីមកដល់ចូលបរៀនថ្នាក់យើងកើតទេថ្នាក់យើងខូចខូចណាមែនតាថ្ងៃជំមើលសិនជំមើលអ្នកគ្រូនឹងកាយស្លូតបើតាមគ្រូយួនប្រាប់អញគ្រូនឹងស្លូតឲ្យស្អាតទៀតទេហ្នឹងពួកឯងម៉ែឲ្យលុយមកម៉ាណាអ្នក5000អើយថ្ងៃហ្នឹងម៉ាញឲ្យ20000អើយប៉ុណ្ណឹងបានប៉ាវស្រីទៀតអើយឯងប៉ាវហ្នឹងឲ្យមានប៉ាវតែស្រីឯងទុកលុយប៉ាវពួកអញហ្នឹងឯងកាហ្វេម្លាញ់ចាំអញប៉ាវឯងអូខេតោះយើងចូលរៀនជួយម្រាយអ្នកគ្រូមកយូរម៉ែអង្គុយចាំថ្ងៃឯងអង្គុយចាំតិចទៀតទៅក៏លោកក៏ជិះម៉ូតូមកអញ្ចឹងណាហើយមើលអ្នកគ្រូហ្នឹងមកអង្គុយសុបាយដៃអញដូចគ្នាតា friend ចូលរៀនធ្វើគេអញធុញណាថ្ងៃហ្នឹងធ្វើល្អមួយថ្ងៃហើយវាងប់មែននឹងអញក៏កិច្ចតារាចូលរៀនអញ្ចឹងមិនចេះរៀនហើយទ្រាំរៀនថ្ងៃលឺសងថ្ងៃហ្នឹងគ្រូថ្មីចូលរៀនដាក់យើងចុយគ្រូប្រុសគ្រូស្រីតែមិនដឹងអញលឺគេនិយាយដែរចាំមើលសិនឯងជុំអីណាមិនអ្នកគ្រូថ្មីទៅចូលមករៀនអញលឺគេថាឯងចុំគ្រូប្រុសគ្រូស្រីចាញ់មិនដឹងឯងចាំមើលសិនណានេះចុយឯងថាអ្នកគ្រូថ្មីចូលរៀនហាក់យើងមែនចាញ់មិនដឹងអញនិយាយប្រាញតែម៉ែអើយចាំមើលតែអ្នកគ្រូថ្មីមកកោពេញដៃមកដូចគ្នាមកចាំឯងអ្នកគ្រូមកយូរមែនមកជិតម៉ោង7ហើយហេចាញ់មិនដឹងលោកអត់ភូមិជិះម៉ូតូមកហើយឥឡូវយើងមើលមេរៀនសិនហ្មងចាំពេលគ្រូមកចាំយើងរៀនទៀតប្រាសាទអង្គរវត្តស្ថិតនៅខេត្តសៀមរាបហើយកសាងដោយព្រះបាទជ័យវរ្ម័នទី7អ្នកបងប្អូនថ្ងៃនេះមានគ្រូថ្មីមកបរៀននេះជាគ្រូថ្មីរបស់យើងពេលរៀនជួយស្ដាប់គាត់បញ្យល់ផងគាត់អ្នកគ្រូជួយណែនាំឈ្មោះអ្នកបងប្អូនដឹងទេខ្ញុំឈ្មោះអ្នកស្មៃជាអ្នកគ្រូបង្រៀនថ្នាក់របស់ពួកយើងជួយពួកនេះអ្នកគ្រូស្អាតណាមែនតើអ្នកគ្រូស្អាតតែប៉ុណ្ណឹងអញ្ញាយហ៊ានអញ្ញាយតែត្រូវបងអីស្អីគេខ្ញុំមើលមិនបងអញពួកនេះអ្នកគ្រូថ្មីចូលបង្រៀនថ្ងៃឥឡូវស្អាតតែប៉ុណ្ណឹងលេងចេញណាឥឡូវទៅវិញសិនគឺចាំជឿណែនាំមួយឆ្នាំតោះគ្នាយើងណាគេឡើងលោកខ្លាឃ្លានតិចទៅខ្ញុំណាលោកគ្រូអ្នកគ្រូខ្ញុំវិញអ្នកគ្រូពួកឯងមានតែលោកក្តារគៀនណាត្រូវទុកអញអ្នកលោកវិញតាមួយនៅក្រោយហ្នឹងចង់លបឡើងលោកមកបានអ្នកគ្រូទុកខ្ញុំអ្នកឡើងលោកចាកាលណាអញជួមទេបានអ្នកគ្រូប៉ុណ្ណឹងបានឲ្យកូនប៉ុណ្ណឹងស្អាតហើយតើកូនអ្នកគ្រូសុំស្គាល់ឈ្មោះបន្តិចបានអត់បានតើអ្នកគ្រូតើឥឡូវគ្នាយើងជួយរៀបរាប់ឈ្មោះឲ្យអ្នកគ្រូតិចមកចឹងបាទខ្ញុំឈ្មោះស្រីពៅចាខ្ញុំឈ្មោះលក្ខណាខ្ញុំចាឈ្មោះធីតាខ្ញុំបាទឈ្មោះស្រីលៀបខ្ញុំចាឈ្មោះសុខីខ្ញុំបាទឈ្មោះប្រូរ៉ាខ្ញុំបាទឈ្មោះប្រូវីខ្ញុំបាទឈ្មោះហាមខ្ញុំបាទឈ្មោះពាក់ត្រាខ្ញុំបាទឈ្មោះពាំងសាស៊ីនខ្ញុំបាទឈ្មោះអាជ័យខ្ញុំបាទឈ្មោះរីសាខ្ញុំបាទឈ្មោះអ៊ី
ខ្ញុំបាទឈ្មោះ Frost មកខ្ញុំបាទឈ្មោះ Lin ខ្ញុំបាទឈ្មោះអេងបាទភិរៈតោះគ្នាយើងអ្នកគ្រូមុនរៀនដល់មេរៀនទីម៉ានហើយចាអ្នកគ្រូមុនរៀនដល់មេរៀនទី4តោះឥឡូវយើងរៀនមេរៀនទី4ណាចឹងតោះឥឡូវគ្នាយើងរៀនអំពីមេរៀនទី4ការរំលោភបំពានលើសិទ្ធិកុមារការរំលោភបំពានលើសិទ្ធិកុមារគឺជាការកេងប្រវ័ញ្ចផ្លូវភេទរបស់កុមារការបង្ខំកុមារឲ្យប្រើប្រាស់គ្រឿងញៀននិងធ្វើពលកម្មធ្ងន់ធ្ងរការប្រើអំពើហិង្សាលើកុមារជាដើមជនណាដែលប្រព្រឹត្តអំពើបែបនេះត្រូវទទួលការដកទោសតាមច្បាប់កំណត់តើឥឡូវគ្នាយើងមានអាគេចេះអានអត់អ្នកគ្រូឲ្យខ្ញុំអានមកខ្ញុំចេះអានតើឥឡូវកូនមួយឈ្មោះអ៊ីនេះឡើងអានមកចាអ្នកគ្រូឥឡូវកូនឯងអានអាកន្លែងការសូនរូបនេះមកចាអ្នកគ្រូការសូនរូបគឺជាការបង្កើតរូបឬសម្ភារៈសម្រាប់ប្រើប្រាស់ដូចជាក្អមឆ្នាំងចានថូផ្កាកៅប៉ាន់តែរូបសត្វផ្សេងជាដើមហើយអ្នកគ្រូចាអរគុណច្រើនកូនចុះមកម៉ានណាចុះមក8នេះខ្ញុំគិតអ្នកគ្រូដល់ចូលខ្ញុំប៉ុណ្ណាគ្រូខ្ញុំចូលអ្នកគ្រូថ្មីថៃឲ្យស្មានហ្នឹងទៅចូលរៀនដល់ចេះមើលម៉ោងហ៎អ្នកគ្រូទៅម៉ោង8ខ្ញុំរត់ដល់ម៉ោង9ហើយរត់ដល់មករៀនម៉ោង9មករៀនដល់តាន់គេដែរអត់អីអ្នកគ្រូខ្ញុំរៀនអត់តាន់គេអត់គឺខ្ញុំហើយមើលមករៀនមើលធ្វើពាក់ខោហើយមើលពាក់អាវឲ្យចេះទៅនុយអីមិនតិចអ្នកគ្រូទៅលោកអត់គេអញ្ចឹងឃើញតែពាក់ចង់ទៀតនាំទៅជួបយកសាលាហើយមើលសក់អត់នឹងវែងចេះកាត់អ្នកគ្រូសក់អង្គទុកធ្វើប្រូវីស្ទៀវហើយចាំមើលតែស្អែកមកសក់ចង់ទៀតដឹងត្រូវមកឥឡូវខ្ញុំសុំទោសអ្នកគ្រូខ្ញុំសុំទៅបានហើយមិនអីតនចូលមកអរគុណច្រើនអ្នកគ្រូមកពីនេះអាមួយនេះដាក់ចូលដាក់ឌឺមែនចាំមើលមួយណាហៀចេញលេងដល់ត្រូវហើយចាំចេញលេងខ្ញុំរែនឹងមួយមកវាដាក់ឌឺយើងទៀតតោះពួកយើងដល់ម៉ោងចេញលេងហើយចុះមើលនោះអាមួយដើរឌឺយើងនោះណាមិញដើរមកតោះស្រែវាមកតោះស្រែមកអានឹងដើរឌឺមិនតាអញមិញឃើញអាមួយនឹងដើរមកដូចចង់ញ៉ាំអ្នកគ្រូមិនអីមើលមួយនឹងហ៊ានញ៉ាំអ្នកគ្រូដល់ត្រូវឥឡូវពួកអញកាលណាទៅស្រែវាអញមកដៃដល់តោះចូលឲ្យញ៉ាំដើរណាចុះពួកអញមានការមិនបង្កាក់ខ្ញុំចឹងចូលមានការទៀតតែមិនដើរចូលណាក់ឌឺមែនតែថាមានការមិនអីដើរកាត់មួយអញមានឌឺហើយមើលអញមកមានណាបងខ្ញុំដើរធម្មតាតាមកពីដើរបងឯងឈួតហ្នឹងចុះមិនថាដៃណាគេឈួតចង់ព្រាយបាយមុលហ្នឹងហើយស៊ីអីកាច់មែនចុះអញកាច់មែនបងអញ4 1មែនចុះបាយនេះមើលជឿអញញ័រណាចុះត្រាជឿអញញ័រមែនមកពីជឿអញញ័រដល់សារចង់បានមុននេះខ្ញុំដើរចូលណាក់ឌឺទៀតយ៉ាត្រូវហើយថ្ងៃក្រោយខ្ញុំដើរចូលណាក់ឌឺទៀតហើយណាមួយហាមញ៉ាំអ្នកគ្រូហើយហ៊ានតែញ៉ាំអ្នកគ្រូដែលបាយមុលបងអញហើយឃើញគ្នាជាមួយក៏អោឲ្យមានអារម្មណ៍មិនញ័រហើយសាក្រោយជប់ធ្វើចឹងទៀតទេបាទបងសុំទោសបងឡូចឹងទៅដើរលេងបានបាទបងអ្នកគ្រូហ្នឹងសែនរើទៅសួរទៅគាត់ទីសិនចុះអ្នកគ្រូកាត់អីមែនអ្នកគ្រូមានកាត់អីណាបើកាត់អីមិនបុកអ្នកគ្រូសែនមែនអ្នកគ្រូបាក់ចិត្តរឿងតិចតួចហ្នឹងណាតែឡើយខ្ញុំអីចាញ់ខ្ញុំអង្គុយកំដរដូចអសមឯកូនអត់អីអ្នកគ្រូអង្គុយលេងមួយអ្នកគ្រូថ្ងៃឯងដឹងអ្នកគ្រូមកពីខេត្តណាអ្នកគ្រូមកពីខេត្តតាកែវបានអ្នកគ្រូសុំសួរតាមត្រង់ឲ្យបានហើយកូនឯងចង់សួរអីសួរមកអញ្ចឹងខ្ញុំសួរតាមត្រង់អ្នកគ្រូមានប្តីនៅអ្នកគ្រូអត់មានប្តីទេអ្នកគ្រូតែអាយុ19ហ្នឹងចឹងតើបានមើលអ្នកគ្រូអញយូរទៅមកឡាក់មេតើកូនហៅគ្នាចូលរៀនមកដល់មកនិយាយទេបានអ្នកគ្រូតោះគ្នាចូលរៀនតើកូនដល់មកនិយាយទេហើយរៀនបានទៅទេចាអ្នកគ្រូ
អ្នកគ្រូជិះម៉ូតូមកដើរមកអ្នកគ្រូដើរមកហ្នឹងគេអ្នកគ្រូនៅចិត្តហ្នឹងអ្នកគ្រូដល់ទៅមកខ្ញុំមកខ្ញុំដើរដែរតាចឹងចាស់